ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមកជួបខ្ញុំជាមួយនឹងវីដេអូថ្មីមួយទៀតហើយបងប្អូនហើយចំពោះថ្ងៃហ្នឹងគឺខ្ញុំនាំបងប្អូនមកមើលប្រទាលសារការរបស់ខ្ញុំណាបងប្អូនហើយចំពោះប្រទាលសារការនេះគឺខ្ញុំបានដាំវាប្រហែលថ្ងៃមុនបងប្អូនហើយខ្ញុំក៏បានធ្វើវីដេអូឲ្យបងប្អូនមើលដែរអញ្ចឹងណាឥឡូវនេះគឺប្រទាលហ្នឹងគឺវាចាប់ផ្ដើមលូតលាស់បានល្អនេះបងប្អូនហើយស្លឹកវាគឺឡើងពណ៌ខៀវស្ងាត់ហ្មងណាបងប្អូនហើយវារបៀបដូចថាចាប់ផ្ដើមបែកគុំចេញកូនអញ្ចឹងណាហើយល្អណាបងប្អូននេះគឺល្អមែនតែនហ្មងណាបងប្អូនហើយចំពោះប្រទាលនេះគឺជាប្រភេទប្រទាលដែលវាងាយស្រួលដាំដែរបងប្អូនគឺវាមិនសូវជាពិបាកដាំហ្មងទេបងប្អូនហើយសម្រាប់បងប្អូនដែលគាត់ជាអ្នករកស៊ីលក់ដូរហ្នឹងគឺគាត់តែងតែចូលចិត្តដាំប្រភេទប្រទាលហ្នឹងអញ្ចឹងណាបងប្អូនព្រោះថាប្រទាលនេះគឺវាជាប្រភេទប្រទាលដែលជួយតាក់ទាញភ្ញៀវតាក់ទាញម៉ួយអញ្ចឹងណាអញ្ចឹងភាគច្រើនខ្ញុំឃើញបងប្អូនយើងដែលគាត់ជាអ្នករកស៊ីហ្នឹងគឺគាត់តែងតែដាំប្រទាលហ្នឹងមួយផើងពីរផើងនៅក្នុងកន្លែងគាត់លក់ដូរអញ្ចឹងណាហើយភាគច្រើនបងប្អូនខ្លះដែលគាត់លក់ដូរតាមប្រទេសអីហ្នឹងគឺគាត់តែងតែដាក់មួយផើងទូចអីអញ្ចឹងនៅលើលំអឬក៏លើអាទេសគាត់លក់ដូរអញ្ចឹងណាអញ្ចឹងប្រទាលហ្នឹងបើតាមខ្ញុំឮគេនិយាយគឺវាប្រកែសម្រាប់ការរកស៊ីលក់ដូរអញ្ចឹងណាអញ្ចឹងបងប្អូនយើងដែលគាត់ជាអ្នករកស៊ីលក់ដូរអីហ្នឹងគឺបងប្អូនអាចជ្រើសរើសប្រទាលហ្នឹងយកទៅដាំអញ្ចឹងណាបងប្អូនហើយចំពោះការដាំគឺវាងាយស្រួលបងប្អូនគឺវាអត់ពិបាកដាំទេប្រទាលហ្នឹងហើយប្រទាលហ្នឹងគឺបងប្អូនអាចស្រោចទឹកមួយថ្ងៃម្ដងអីអញ្ចឹងទៅបងប្អូនព្រោះថាប្រទាលនេះគឺវារៀងស៊ីទឹកដែរអញ្ចឹងណាបងប្អូនអញ្ចឹងគឺវារៀងស៊ីទឹកដែរអញ្ចឹងបងប្អូនអាចស្រោចមួយថ្ងៃម្ដងអីអញ្ចឹងទៅបងប្អូនចឹងចុងក្រោយអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំបងប្អូនហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងបងប្អូនអរគុណច្រើនបងប្អូន